នេះជាដើមឈូកផ្កាឈូកដើមឈូកនិងផ្កាឈូកនេះគឺតាមពិតទៅវាមានម្ចាស់របស់វាបាទមានគេថែទាំខ្ញុំបានឃើញគេមកបាញ់ថ្នាំឬក៏គេមកមើលអីចឹងទៅណាខ្ញុំឃើញផ្ទាល់ចុះបើសិនជាអ្នកដតីណាមួយលោកអត់បានប្រកាន់យកនៅអត្តនីទានាវេរមណីសិក្ខាបទាំងសមាទិយាមិហ្នឹងមានន័យថាมันបានវាចាកនៅការកាន់យករបស់ណាមួយឬក៏យករបស់ណាមួយតែមិនបានប្រាប់ម្ចាស់ឬក៏លួចយកទៅមិនបានប្រាប់ម្ចាស់ហ្នឹងដូចជាបេះផ្កាឈូកនឹងចេញទៅចុះហើយយកទៅថ្វាយព្រះយកទៅឲ្យអ្នកនេះឲ្យអ្នកនោះចឹងចុះឬក៏យកទៅលក់អញ្ចឹងទៅចុះគាត់តែយើងនិយាយយកឲ្យចុះដើម្បីថាបុណ្យទានបែងចែកដាច់តែបុណ្យទានតើយើងយករបស់មួយកាន់យករបស់មួយដែលមិនបានប្រាប់ម្ចាស់គេនោះឈ្មោះថាការដាច់នៅអត្តនីទាមិនថាដាច់សិលលួចហើយអញ្ចឹងយើងយករបស់នោះទៅថ្វាយព្រះក្តីផ្កាឈូកទៅបាយទៅដែលផ្កាឈូកដែលយើងលួចយកក៏យករបស់មួយនោះទៅថ្វាយព្រះក្តីតើបានបុណ្យទេអាហ្នឹងវាដូចគ្នានឹងការដែលយើងលួចយកនៅព្រះពុទ្ធបដិមាឬក៏វត្ថុមង្គលផ្សេងទៀតដែលគេយល់ថារបស់នឹងមានស័ក្តិសិទ្ធិមានរូបព្រះបដិមាអីអញ្ចឹងទៅឬក៏មានរូបអីផ្សេងដែលជាការគោរពរបស់គេសួរថាយើងយកទៅហ្នឹងគ្រប់នឹងបានបុណ្យទេហើយកើតកម្មទេខ្ញុំវាអត់យល់ឡើយនឹងច្បាស់ដែរព្រោះបងប្អូនយើងមួយចំនួនគាត់និយាយរបស់លួចគេនឹងប្រកែណាខ្ញុំបើតាមខ្ញុំគិតវាអត់ប្រកែទេព្រោះរបស់ដាច់សិលហើយវាមិនងាយប្រកែទេហើយប៉ុន្តែគេយល់ថាប្រកែគេលួចយកទៅគោរពបូជាក៏មានគេអញ្ចឹងណាអានេះខ្ញុំជួបច្រើនតែខ្ញុំអត់ប្រព្រឹត្តតាមទេព្រោះខ្ញុំយល់ថាដាច់សិលហើយវាមិនដែលបោះដាច់សិលណាប្រកែទេដូចជាគេលួចយករបស់វត្ថុមង្គលមួយចូលមានព្រះពុទ្ធបដិមាអីចឹងទៅឬក៏ព្រះអង្គជាព្រះអង្គចំអីចឹងទៅហើយគេយកទៅគោរពបូជាហើយជួយថាប្រកែអត់របស់ហ្នឹងដាច់សិលហើយខ្ញុំជួយថាអត់ប្រកែទេហើយធ្លាក់នរកកាន់តែជ្រៅទៀតគឺមានន័យថាដូចជាវិនិច្ឆ័យនៅសមាទិដ្ឋិមានន័យថាការយល់ត្រូវហ្នឹងវាវិនិច្ឆ័យអញ្ចឹងវាធ្លាក់ជ្រៅជាងអនន្តរិយកម្មទៅទៀតកន្លែងហ្នឹងបើតាមពុទ្ធត្រាស់មកថាវិនិច្ឆ័យរបស់ផ្សេងมันគួរឲ្យខ្លាចទេបើវិនិច្ឆ័យនៅសមាទិដ្ឋិមានន័យថាវិនិច្ឆ័យនៅការយល់ត្រូវយើងដាច់សិលហើយយើងទៅលួចរបស់គេហើយយើងយល់ថារបស់នឹងត្រូវរបស់នឹងប្រកែកមានន័យថាយើងយល់ខុសយើងវិនិច្ឆ័យនៅសមាទិដ្ឋិមានន័យថាវិនិច្ឆ័យនៅការយល់ត្រូវអញ្ចឹងដូច្នេះរឿងហ្នឹងវាត្រូវធ្លាក់ជ្រៅជាងអនន្តរិយកម្មទៅទៀតបើតាមខ្ញុំគិតមើលណានឹងពុទ្ធត្រាស់សម្ដែងអញ្ចឹងណាហើយយើងនាំគ្នាធ្វើអញ្ចឹងតើត្រឹមត្រូវទេបើសិនជាកាន់យករបស់គេមួយលួចរបស់គេមួយហើយយកទៅបូជាព្រះពុទ្ធដែរខ្ញុំចាំបានដោយការសត្វស្វាបានតបេះកាច់យកឃ្មុំមកវាមិនបានទៅសុំពីម្ចាស់ឃ្មុំអីទេប៉ុន្តែឃ្មុំហ្នឹងវាមានរបស់ដែលនៅមានជីវិតអីចឹងទៅហើយយកទៅប្រគេនព្រះអង្គអត់ទទួលផងទីមួយហេតុអីមិនព្រះអង្គមិនទទួលព្រោះរបស់ហ្នឹងវាខុសសិលបាត់ហើយទីមួយវាមានជីវិតនៅក្នុងហ្នឹងផងរបស់ហ្នឹងហើយទី2លួចផងដល់ពេលតង់ទី2ទៅសត្វឃ្មុំស្វាហ្នឹងយកទៅបោះឲ្យស្អាតមិនថាបោះស្អាតផុតអស់របស់ដែលមិនមានជីវិតហើយបានព្រះអង្គទទួលដែរអញ្ចឹងកន្លែងហ្នឹងក៏សារទៅហ្នឹងក៏ព្រះអង្គបញ្ជាក់ដែរថារបស់ណាដែលកើតចេញពីការលួចយកទៅបូជាព្រះអង្គមិនទទួលទេដែលយើងយកផ្កាឈូកដែលយើងលួចពីគេយកទៅបូជាហ្នឹង
អាហ្នឹងវាជឿតិចថាព្រះអង្គមិនទទួលទេបាទអញ្ចឹងសូមសួរផងសូមសួរដល់បងប្អូនលោកអ្នកដែលលោកបានមើលវីដេអូហ្នឹងហើយបងប្អូនជួយផងបើសិនជាព្រះភិក្ខុសង្ឃលោកបានឃើញដែរបើព្រះអង្គយល់ជាក់ច្បាស់ខ្ញុំព្រះអង្គជួយខមមិនប្រាប់ផងត្រូវឬក៏ខុសអញ្ចឹងណាឬក៏បងប្អូនលោកដែលចង់ដឹងចំណេះដឹងនឹងមួយដែរបងប្អូនអាច share បន្តទៅហើយដើម្បីបានដល់លោកអ្នកដែលលោកយល់ពីទ្រទ្រង់វិន័យរបស់ព្រះសម្មាសម្ពុទ្ធនោះលោកច្បាស់លោកបញ្យល់ឬក៏បើមិនអញ្ចឹងទេលោកនឹងធ្វើវីដេអូមួយបង្ហាញហើយអញ្ចឹងយើងអាចបានចំណេះដឹងជំរះនៅមន្ទិលមួយហ្នឹងហើយយើងកុំឲ្យដាច់អត្តនីទៀតណាអត្តនីទៀតអរគុណច្រើន